ជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រោយដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពេលទាំងកំណើតរូបឆោមនឹងក៏ឆើតអើកើតមួយកំណើតកើតលើដីថ្មីអស់ដើរពី1ម៉ែត្រទៅ100គីឡូម៉ែត្រឆ្លងបានពីខេត្តចូលមកភ្នំពេញថ្មីផ្លុំទៅមកផែតដូចគេឲ្យហេតុភ្លឺដូចខែចែកតាំងពីនៅក្មេងខ្ចីតាំងពីដូចប្រែតខោះដូចរោកែតដូស្ទាយដូវ៉ាតែមិនដូអូនស្រីថាបងគឺមិនដូអូនទេទុកចិត្តបងចុះបងមិនដែរងាករេបងគឺមិនមានចិត្តស្មោះបងជាកំឡោះគឺមិនដូអូនទេអត់ស្អកមិនហៅតែបងខេមអត់អែមិនហៅតែបងយោរូបបងកំពុងតែអាប់រែងឲ្យស្អប់ពាន់ណានិយាយពីក្រៅខ្នងហៅបងឬប្អូនណាប្រកាន់ទេហៅបងឬអត់ប្រកែកតែអញសុំឆែកមើលតាសញ្ញាណប័ណ្ណនៅក្មេងឯងកុំចង់វាយស្មៅយកចាស់ធ្វើខ្លាគ្មានគួរឲ្យស្រឡាញ់ទេកុំអង្គុយឲ្យខ្ពស់ជាងឈរបើបងអត់ចេះរកអានឹងពីរបស់ខ្មែរអានឹងហៅថាឆ្កែត្រូវហើយជីវិតគឺមិនទៀងទេពេលខ្លះប្អូនធ្វើជាកំ pl ែងបើអត់ចេញជាកំ pl ែងបើជាត្រូវស៊ីកំភ្លៀសមែនហើយមានអណ្ដាតយកកំចេះតែកឡោះមានមាត់យកកំចេះតែចំហដៀលគេថាអ្នកក្រក៏ឲ្យបែរចេញជាឈៀងជាក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រោយដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋីពីមុនគេក៏លោកដូចជាដូមីណូធ្វើការចាន់សុកមិនដល់ដូលីអូខំប្រាំងត្រកមិនដល់ពីដល់ស៊ូអង្គុយកើតទូបារីកាដមូក្បាលខ្ញុំពាក់មួបារណែវខេបកានូចេះហ្វេកគេមិនរាប់ជាគូហ្វេនខ្ញុំក្មេងក៏កំពុងតែក្លែបយកខ្ញុំជាគំរូសម្រួលសម្របសម្រួលឲ្យវាស្របហើយសម្របឲ្យវាស្រួលកម្មមេគឺជាអំពើអាណាជាអ្នកធ្វើគឺអានឹងអ្នកទទួលក្មេងធ្លាប់តែដើរគេសាឡាឥឡូវគេហៅថាសើគំរូកោបស៊ីលុយតែដុល្លារតែពីដូចតាស៊ីមលូជីវិតក៏មកជាតិthêmមកស្រាក់ក៏មកក្លេកក៏មកខ្លាក់ក៏មកលេកក៏មកលាក់ក៏មកលៀមឈប់ភ្លាមទៅត្រៀមរកប្រាក់ទៅប្រឹងប្រែងប្រាប់ទៅបញ្ញាប់ទៅបញ្ញាប់រកប្រាក់ចេះតបចេះដាក់ទៅកំដេកចាំសាប់ទៅប្រាប់ខ្លួនឯងទៅប្រាប់ខ្លួនឯងក្មេងមកពីស្រុកមរស័យម៉ែគាត់អ្នកលក់បាយគាត់ថាឡូយ៉ាដែលមានកូនជាកវីជាក្មេងចេញពីជនបទចែកខ្វល់អនាគតតាំងពីថ្នាក់ទី8មុខក្រោយដូចស្បែកគីងគូអីលើចង់ភ្លក់រសជាតិជាសេដ្ឋី